បាទមកដឹងពីប្រវត្តិខ្លះៗនៃការដាល់អំបុកបងប្អូនណាបាទការដាល់អំបុកនោះគឺពាក់ព័ន្ធទៅនឹងកងទ័ពជើងទឹករបស់ខ្មែរយើងហ្នឹងតាំងពីសម័យដើមមកបាទដោយសារអំបុកនោះគេអាចទុកបានយូរថ្ងៃអញ្ចឹងណាហើយទើបគេយកអំបុកនេះទៅធ្វើជាស្បៀងអាហារសម្រាប់កងទ័ពយើងក្នុងការធ្វើសឹកសង្គ្រាមតោះយើងទៅតាមដានអំពីរបៀបធ្វើទាំងអស់គ្នាបងប្អូនតើគេធ្វើម៉េចបានអំបុកមកយកម្ហូបអញ្ចឹងណា បាទដំណាក់កាលទី1នោះគឺគេច្រូតស្រូវបងប្អូនស្រូវដែលទុំដំបងដើមដៃហ្នឹងគឺគេចាប់ផ្ដើមច្រូតស្រូវណាល្អៗបាទជាពិសេសស្រូវដំណើបចឹងទៅហើយបងប្អូនខ្លះក៏យើងយកស្រូវខ្សាយធម្មតារបស់យើងហ្នឹងក៏ដាល់បានដែរបងប្អូនណាហើយគេយកទៅបោកបងប្អូនណាបោកហើយរោយឲ្យស្អាតចឹងទៅហើយបន្ទាប់មកទៀតគេបាទត្រាំទឹកបាទត្រាំទឹកតែបើស្រូវថ្មីៗយើងមិនបាច់ត្រាំទឹកទេបងប្អូនយកមកលីងយើងបុកតែម្ដង តែបើស្រូវរៀងយូរបន្តិចគឺយើងអាចត្រាំទឹកមួយយប់អីចឹងណាបន្ទាប់មកគេយកស្រូវទៅលីងចឹងណាបងប្អូនទៅលីងដើម្បីយកមកបុកបាទរួចទើបគេយកអំបុកនោះមកអុំឲ្យស្អាតល្អចឹងទៅគឺជាការស្រេចតែម្ដងបងប្អូនអញ្ចឹងវិធីធ្វើគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយការអកអំបុកនោះគឺគេរំលឹកគុណទៅដល់បុព្វបុរសខ្មែរយើងបាទដូចជាទាហានខ្មែរយើងក្នុងការធ្វើសឹកសង្គ្រាមអីចឹងណា បាទអញ្ចឹងបើសិនជាការរៀបរាប់នោះមានការខុសឆ្គងបាទសូមមេត្តាអធ្យាស្រ័យអភ័យទោសបាទអរគុណបាយបាយជំរាបលា